ចាប់ខ្លួនវៀតណាមប្រុសស្រីចំនួន6នាក់ដកហូតគ្រឿងញៀនជិត10គីឡូក្រាមនិងអាវុធខ្លីចំនួន2ដើមនៅក្រុងបាវិនកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តស្វាយរៀងបានចុះបង្ក្រាបករណីជួញដូររសារទុកនិងលួចលាក់កែច្នៃដោយខុសច្បាប់នៅសារធាតុញៀនដកហូតវត្ថុតាងរួមមានគ្រឿងញៀនបានជិត10គីឡូក្រាមនិងអាវុធខ្លីចំនួន2ដើមនៅក្រុងបាវិនបើតាមសមត្ថកិច្ចបានដឹងថាករណីនេះបានកើតឡើងកាលពីថ្ងៃទី11ខែមីនាឆ្នាំ2025នៅភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងការចុះបង្ក្រាបនេះដែរសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានចំនួន6នាក់ស្រី2នាក់ដែលជាជនជាតិវៀតណាមរួមជាមួយនឹងវត្ថុតាងដូចខាងក្រោម1ថ្នាំញៀនជិត10គីឡូក្រាម2សារធាតុគីមីផ្សំជិត20គីឡូក្រាមរួមជាមួយនឹងម៉ាស៊ីនឧបករណ៍សម្ភារៈកែច្នៃមួយចំនួនទៀត3អាវុធខ្លីចំនួន2ដើម4ទូរស័ព្ទចំនួន7គ្រឿងនិងទី5ម៉ូតូចំនួន4គ្រឿងប្រភពបន្តថាបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីលោកចៅក្រមបានចេញដីកាឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀងបានរួចរាល់ហើយ